bạn được nói về đó này đấy nhom nông thưa ca này dây chỉ mỗi nông riêng muối đại cầm pong tại hiện cái đài đấy hỏi chỉ riêng muối đài chỉ lạc nào mà bọt xa đấy đài Campuchia bảo dưỡng cua tại trong chám tại tôi cho mỗi nông hưởng nắng đài ca nó Campuchia bảo dưỡng Campuchia chôn dưỡng ban bắt bong chỉ vật là hồ tại đó tung rọp mơn nè bà triệu buôn tới 50,000เนี่ยបាទយើងហៅវាថាជាវាពីខេត្តទី2បន្ទាប់ពីវាពីខេត្តទី1ហើយវាពីខេត្តទី1នោះគឺរបបបល័យពុយសាសដោយអ្នកទាំងអស់គ្នាបានដឹងហើយបាទគឺក្រោយឆ្នាំ1979 7មករាគឺយើងបានបដូររលំជាមួយនឹងអឺរបបបល័យពុយសាសបាទប្រជាជនយើងក្រោយពេលដែលរបបនោះដួលរលំក៏ធ្វើការភៀសសឹកបាទអ្នកខ្លះហ្នឹងក៏បានភៀសសឹកទៅដល់ទីណាផ្សេងគ្នាជាហោហាយ៉ាងទៅថាបំបែកជួគ្នាអញ្ចឹងណាបាទហើយអ្នកខ្លះក៏បានបាទទៅជាមួយនឹងដើរដល់ឡើងព្រំដែនបាទព្រំដែនរវាងកម្ពុជាថៃដើម្បីធ្វើការភៀសសឹកទៅជ្រកកោននៅក្នុងទឹកដីថៃបាទដែលកំឡុងពេលនៃការជ្រកកោនក៏ដូចជាបាទរងចាំជាមួយនឹងការបន្តទៅប្រទេសទី3ក៏មាននៅសោតនេតកម្មមួយទៀតដែលកាន់កាត់ឡើងនៅមកជួរភ្នំដងរែកនឹងឯងដែលយើងហៅថាភ្នំខ្មោចហើយមូលហេតុដែលការដាក់ឈ្មោះភ្នំនោះជាភ្នំខ្មោចនឹងគឺដោយសារតែនៅទីនោះប្រជាជនយើងរាប់ម៉ឺននាក់ត្រូវបានស្លាប់បាទហើយការស្លាប់នោះគឺមានមូលហេតុជាច្រើនទី1នឹងគឺដោយសារតែមានការជន់មីនបាទនេះក៏ជាមូលហេតុដែរដែលខ្ញុំដឹងថាវាជាហេតុផលដែលប្រទេសថៃព្យាយាមមកយើងដោះមីនហើយជាការយកលេសឲ្យប្រជាជនយើងទៅជន់មីននឹងដើម្បីឲ្យជាការមីននឹងត្រូវបានដោះរំដោះហើយជាការដែលចង់ឈានពានមកកាន់កម្ពុជាយើងឬក៏អត់ទេបាទព្រោះតាមមើលតាមសាច់រឿងទៅវាប្រៀបបានដូចជាពេលនោះគឺមានការដេញប្រជាជនកម្ពុជាពីសំណាក់ទ័ពថៃបាទដោយធ្វើការដេញប្រជាជននឹងឲ្យឆ្លងកាត់ចំការមីនហើយផ្ទុះមីនស្លាប់គឺច្រើនមែនតើបន្ថែមពីលើនឹងទៀតអ្នកដែលមិនបានផ្ទុះមីនស្លាប់ក៏គាត់មានការឆ្លងនៅជំងឺដោយសារការស្រែកឃ្លានអីជាហោហែទៅធ្វើឲ្យនៅក្នុងតំបន់ភ្នំខ្មោចមកជួរភ្នំដងរែកហ្នឹងគឺមានប្រជាជនយើងគឺស្លាប់ច្រើនមែនតើរហូតដល់ប្រមាណជាខ្ទង់4ទៅ50000នាក់តាមខ្ញុំមើលណាទាំងអស់គ្នាបាទហើយបើអ្នកនរគ្នាចង់មើលលម្អិតអាចមើលនៅក្នុង YouTube បានដើម្បីពាក្យថា Ghost Mountain បាទអ្នកទាំងអស់គ្នានឹងឃើញតាក់ទងជាមួយនឹងវីដេអូនឹងព្រមមានជាមួយនឹងសាកសីរស់ក៏ដូចជាទីកន្លែងពិតដែលបានឆ្លុះបង្ហាញបាទវាច្បាស់មែនតើបន្ថែមទៅលើនឹងទៀតគឺថាប្រតិកម្ម LD គាត់បានយករឿងសោកនាដកម្មភ្នំខ្មោចនេះមកផលិតជាខ្សែភាពយន្តវាអាចជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រមួយដែលឃើញដូចជាមានលោកញ៉ាកុយបេងលីគាត់ចូលរួមដែរអញ្ចឹងក្នុងរឿងហ្នឹងអាចជាការយកសាច់រឿងរបស់គាត់យកមកធ្វើជាសាច់រឿងបាទជាយើងនិយាយចាំជា live action អីចឹងណាបាទយើងនិយាយយល់បាទអញ្ចឹងគឺសាច់រឿងហ្នឹងគឺបាននិយាយអំពីតាក់ទងជាមួយនឹងប្រវត្តិបាទនៃគ្រួសាររបស់ប្រជាជនយើងធម្មតាមួយក្រុមដែលគាត់បានឆ្លងកាត់ជាមួយរបបបល្ល័យទូយសាសក៏ដូចជាបានឆ្លងកាត់ជាមួយនឹងវាពិឃាតទី2ហ្នឹងហើយសភៅហ្នឹងខ្ញុំបានអានហើយអ្នកទាំងអស់គ្នាបាទគឺដូចជាភ្នំដងរែករបស់លោកអុកញ៉ាកុយមេងលីគឺគាត់មកទៅសេរៀបរាប់គាត់ប្រើពាក្យសាមញ្ញមែនទែនក្នុងសភៅហ្នឹងគឺអានហើយជក់ចិត្តបាទទៅទៀតខ្ញុំធ្វើការអានឡើងវិញម្ដងទៀតហើយព្រោះលោកមុនអានបានម្ដងហើយក៏រៀងភ្លេចជាមួយនឹងសាច់រឿងអញ្ចឹងចង់អានម្ដងទៀតបាទអ្វីដែលជាគួរឲ្យចាប់អារម្មណ៍មែនទែនគឺខាងប្រទេសថៃបាទបន្ទាប់ពីមានការបង្ហាញលើបណ្ដាញសង្គមថាមានការថតនៅរឿងហ្នឹងដើម្បីទុកជាឯកសារបាទទុកជាប្រវត្តិសាស្ត្រមួយដែលកម្ពុជារបស់យើងគួរតែចងចាំអំពីវាពិឃាតទី2នឹងឯងហើយខាងប្រទេសថៃដែលចេញដោយសារព័ត៌មានខៅសតហ្នឹងគេប្រហោះថាគេមានការព្រួយបារម្ភយ៉ាងម៉េចដល់អ្នកនរគ្នាគេបារម្ភថាខ្លាចសាច់រឿងដែលបានផលិតមកហ្នឹងគឺវាលក្ខណៈខុសពីប្រវត្តិសាស្ត្រពិតបាទមិនធម្មតែប៉ុណ្្នឹងទេគឺក្តីបារម្ភមួយគេទៀតហ្នឹងគេថាអាចនឹងមានបង្កឲ្យមានការស្អប់បាទបង្កើនភាពស្អប់គ្នារវាងកម្ពុជានិងថៃអីហូហែអញ្ចឹងទៅគេបង្ហាញក្តីបារម្ភរបស់គេអញ្ចឹងណាហ្នឹងហើយលោកលាលីដាដែលជាអ្នកដឹកនាំនៅក្នុងប្រតិកម្ម LD ហ្នឹងក៏គាត់បានបកស្រាយទៅវិញដែរថាកុំឲ្យមានការបារម្ភអីបាទព្រោះថាកម្ពុជារបស់យើងផលិតខ្សែភាពយន្តនឹងឡើងហើយជាដូចជាស្នាដៃរបស់គាត់ដែលផលិតខ្សែរឿងនឹងឡើងហ្នឹងបាទជាខ្សែភាពយន្តមួយដែលនិយាយពីការប៉ັດទាំងអស់គឺគ្មានការបន្លឺគ្មានអីទាំងអស់បាទបន្ថែមទៅលើនឹងទៀត
អាវិញជាកំណត់របស់ខ្ញុំទេខ្ញុំចង់បន្ថែមទៅឲ្យខាងជនជាតិថៃមួយចំនួនដែរឬក៏ខាងខោសតដែរបាទកុំឲ្យមានការព្រួយបារម្ភអីដូចអ្វីដែលលោកបងលាលីដាគាត់បានមានប្រសាសន៍អញ្ចឹងថាអ្វីកើតឡើងគឺជាការពិតពួកយើងយកអ្វីដែលជាការពិតយកមកធ្វើទេឧទាហរណ៍ដូចជាមានសាក់សៃរស់ទីកន្លែងពិតបាទហើយអ្វីដែលសំខាន់ទាំងអស់ហ្នឹងគឺត្រូវបានចងចាំដោយប្រជាជនយើងដែលគាត់បានឆ្លងកាត់នៅវាលពិឃាតទី2ហ្នឹងបាទយ៉ាងជ្រៅក្នុងក្រៅបេះដូងរបស់ពួកគាត់នៅទង្វើរបស់ថៃដែលបានធ្វើប្រកាន់ពួកគាត់អានេះបើខ្ញុំនិយាយធួទៅវាអាចរៀងសគារជាតិបន្តិចអីបាទព្រោះអ្វីដែលខ្ញុំបានអានក៏ដូចជាអ្វីដែលខ្ញុំបានឮបាទអ្វីខ្ញុំបានស្រាវជ្រាវគឺវាសាហាវមែនតើអ្នកទាំងអស់គ្នាដោយពេលដែលប្រជាជនយើងបានធ្វើការភៀសសឹកបាទទៅដើម្បីរងចាំទៅប្រទេសទី3មានការឡើងឡានក្រុងមានអីចឹងណាដោយខាងទាហានថៃនោះមិនបានយកប្រជាជនយើងទៅតំបន់ដែលវាបានគ្រងទុកទេបាទលក្ខណៈថាគេមានគម្រោងផ្សេងតែបានយកប្រជាជនយើងយកទៅចាក់ចោលនៅជំរាលឬក៏ចំណោតមួយបាទដែលនៅខាងព្រះវិហារក៏ដូចជាមជួរភ្នំដងរែកនឹងឯងដោយធ្វើការបាញ់គម្រាមប្រជាជនយើងឲ្យចុះបាទចុះជ្រោះនឹងតែម្ដងបាទហើយមានការបាញ់សម្លាប់តាមក្រោយហើយក៏បង្ខំឲ្យប្រជាជនរត់ចូលទៅក្នុងព្រៃមីនហ្នឹងអានេះនិយាយការប៉ັດខ្ញុំអត់ចង់ឲ្យវាជាការប៉ັດទេប៉ុន្តែវាហាក់ដូចជាសបង្ហាញឃើញវាថាវាទៅបែបហ្នឹងតែទាំងអស់គ្នាអាចធ្វើការពិនិត្យមើលត្រង់ចែហើយគិតលេងមើលខ្ញុំណាហេតុអីបានជាពេលនោះខាងសៀមបានរុញប្រជាជនឬក៏បង្ខំប្រជាជនយើងឲ្យចុះហើយរត់តាមចកាមីនបាទនេះជាអ្វីយើងត្រូវគិតមើលហើយមូលហេតុអីបានជាវាធ្វើបែបនេះបាទហើយបើខ្ញុំគិតឃើញហ្នឹងគឺអាចថាកម្រងនៃការឈានពានរបស់សៀមមកកាន់កម្ពុជារបស់យើងគឺអាចនិយាយបានថាគឺមានការចិញ្ចឹមចិត្តមកយូរហើយបើសិនជាចកាមីនហ្នឹងអត់មានមីនបាទពួកនេះប្រកាសជាមានការមិនញញើតទេបានន័យថាពួកនឹងអាចនឹងថាវាចង់វាយយើងយូរហើយបាទវាមានកម្រងឈានពានយើងយូរហើយប៉ុន្តែដោយសារតែបានមីនហ្នឹងទប់បាទទៅពួកហ្នឹងមិនសូវជាហ៊ានខ្លះបាទរហូតមកដល់ឥឡូវឃើញពួកនឹងផ្សាយព័ត៌មាននិយាយទៅរឿងមីនទេបាទនិយាយរឿងអីចូលតែមីនរហូតបាទហើយជន់មីនជន់អត់លហែតែម្ដងបាទហើយអ្វីដែលយើងឃើញហ្នឹងគឺវាបានកើតឡើងពិតមែនហ្នឹងហើយយកលេសរឿងមីនហ្នឹងមកចាត់ប្រកាន់កម្ពុជាហើយឲ្យប្រជាជនកម្ពុជារបស់យើងហ្នឹងគឺទៅជន់មីនស្លាប់បាទដើម្បីងាយស្រួលឲ្យពួកនឹងធ្វើការឈានពានមកកាន់កម្ពុជារបស់យើងនេះជាអ្វីខ្ញុំគិតមកជ្រុងទូចមួយទេបើសិនខុសត្រូវបងប្អូនកុំប្រកាន់ណាហ្នឹងហើយត្រឡប់មកហ្នឹងហើយរឿងបន្តទៀតដែរតាក់ទងជាមួយនឹងបន្ទាប់ពីទម្លាក់ប្រជាជនចុះហើយក៏មានការបាញ់ប្រហារអីផ្សេងអញ្ចឹងទៅបាទដើម្បីឲ្យប្រជាជនយើងនឹងឆ្លងកាត់ចកាមីនជាគោលដៅដើម្បីឲ្យកម្ពុជារបស់យើងគឺលក្ខណៈថាសម្អាតមីនដែលយកប្រជាជនរបស់យើងមកសម្អាតបាទហើយវាចង់និយាយថាវាសាហាវមែនតើទាំងអស់គ្នានេះសម័យមើលថាអ្នកដែលឆ្លងកាត់ជាមួយនឹងសាច់រឿងទាំងអស់ហ្នឹងថាពួកគាត់ដកជាប់ក្នុងកៅអៅបេះដូងគាត់យ៉ាងណាហ្នឹងហើយនេះខ្ញុំនិយាយឡើង visible ហើយចង់អួលដែរដោយសារតែវាសាហាវមែនតើខ្ញុំនឹកស្មានថាមានរឿងចឹងកើតឡើងបាទនិយាយការប៉ັດនិយាយពីអារម្មណ៍ខ្ញុំផ្ទាល់តែម្ដងបាទហើយខ្ញុំក៏ចង់ផ្ដាំទៅខាងខោសតដែរថាបាច់បារម្ភទេដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងថាយើងនិយាយតែអ្វីជាការប៉ັດទេបាទហើយយើងមានសាក្សីមានអីច្បាស់លាស់ទាំងអស់អញ្ចឹងខោសតកុំបារម្ភហ្នឹងហើយព្រោះទង្វើរបស់សៀមដែលធ្វើមកកាន់កម្ពុជាយើងក្នុងឆ្នាំ2025នេះក៏កម្ពុជារបស់យើងមិនអាចនឹងភ្លេចដែរនឹងហើយជារឿងមួយដែលចាទុកបាទនៅក្នុងខួរក្បាលនិងបេះដូងរបស់ប្រជាជនកម្ពុជាទាំងអស់អរគុណអ្នកនរគ្នាសម្រាប់នៅចុងវីដេអូនេះវិញសម្រាប់បងប្អូនយើងដែលត្រូវការជាមួយនឹងទូទឹកកកម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកខោអាវទូរទស្សន៍គ្រឿងផ្សំភារៈប្រើប្រាស់ក្នុងចក្រានបាយបាទអាចតាក់ទងមកកាន់ Long Simple Internet Shop បានធានាតម្លៃពិសេសជូនអ្នកទាំងអស់គ្នាអមជាមួយនឹងការធានាផ្លូវការពីក្រុមហ៊ុនម៉ាកដែលអ្នកទាំងអស់គ្នាបានជាវ